សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់និទានថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងរឿងរ៉ាវអាថ៌កំបាំងមួយដែលត្រូវបានគេនិយាយតៗគ្នាថាបានកើតឡើងពិតប្រាកដមុនពេលចាប់ផ្ដើមសូមរៀបចំបរិយាកាសឲ្យស្ងប់បន្ថយពន្លឺហើយបើអ្នកកំពុងស្ដាប់តែម្នាក់ឯងសូមត្រៀមខ្លួនឲ្យបានល្អព្រោះរឿងដែលអ្នកហ៊ាននឹងស្ដាប់អាចធ្វើឲ្យអ្នកមិនហ៊ានគេងម្នាក់ឯងនៅយប់នេះបើអ្នកចូលចិត្តរឿងខ្មោចរឿងពិតនិងរឿងអាថ៌កំបាំងសូមកុំភ្លេចចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានរឿងថ្មីៗពីពួកយើងឥឡូវនេះសូមបិទភ្នែកមួយភ្លេតដកដង្ហើមឲ្យជ្រៅហើយចូលមកក្នុងរឿងផ្ទះសំណាក់លេខ17ជាមួយខ្ញុំខ្ញុំឈ្មោះតារាកាលពី8ឆ្នាំមុនខ្ញុំធ្វើការជាតំណាងលក់ឱសថដែលត្រូវធ្វើដំណើរទៅតាមបណ្ដាខេត្តជាញឹកញាប់ថ្ងៃមួយខ្ញុំត្រូវទៅជួបអតិថិជននៅស្រុកដាច់ស្រយាលមួយការងារដែលគ្រោងថានឹងចប់ត្រឹមរសៀលបែរជាអូសបន្លាយរហូតដល់ល្ងាចនៅពេលខ្ញុំបើកឡានត្រឡប់មកវិញមេឃចាប់ផ្ដើមងងឹតពពកខ្មៅក្រាស់ៗគ្របដណ្ដប់ពេញផ្ទៃមេឃហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ដំបូងធ្លាក់តិចតិចប៉ុន្តែបន្តិចក្រោយមកវាកាន់តែខ្លាំងឡើងរហូតខ្ញុំស្ទើរតែមើលផ្លូវមិនឃើញនៅជុំវិញខ្ញុំគ្មានផ្ទះគ្មានហាងនិងគ្មានមនុស្សធ្វើដំណើរឡើយមានតែផ្លូវវីងអន្លាយនិងព្រៃឈើនៅសងខាងម៉ោង 7-9 យប់ខ្ញុំគិតតែចង់ទៅដល់ផ្ទះឲ្យបានឆាប់ប៉ុន្តែស្រាប់តែម៉ាស៊ីនឡានបន្លឺសំឡេងចម្លែកមួយមិនដល់1នាទីផងម៉ាស៊ីនក៏រលត់តែម្ដងខ្ញុំព្យាយាមបញ្ឆេះម្ដងហើយម្ដងទៀតប៉ុន្តែមិនជោគជ័យទូរស័ព្ទក៏គ្មានសេវាភ្លៀងនៅតែធ្លាក់ខ្លាំងហើយខ្យល់ត្រជាក់បក់មកជាបន្តបន្ទាប់ទីបំផុតខ្ញុំសម្រេចចិត្តយកអំពូលពិលហើយដើរតាមផ្លូវដោយសង្ឃឹមថានឹងរកឃើញផ្ទះអ្នកស្រុកណាមួយខ្ញុំដើរប្រហែល20នាទីទើបឃើញពន្លឺស្រអាប់មួយនៅខាងមុខនៅពេលដើរទៅជិតខ្ញុំបានឃើញអគារចាស់2ជាន់មួយថ្នាំលាបជញ្ជាំងរបក់អស់ហើយផ្លាកដែកនៅខាងមុខរង្គើតាមខ្យល់ផ្លាកនោះសរសេរថាផ្ទះសំណាក់សុភមង្គលខ្ញុំមានអារម្មណ៍ធូរស្រាលព្រោះយ៉ាងហោចណាស់យប់នេះខ្ញុំមានកន្លែងស្នាក់ប៉ុន្តែពេលខ្ញុំដើរចូលកាន់តែជិតខ្ញុំបានសង្កេតឃើញលេខធំមួយនៅលើជញ្ជាំងខាងមុខលេខនោះគឺ17ខ្ញុំមិនដឹងថាហេតុអីទេប៉ុន្តែនៅពេលឃើញលេខនោះខ្ញុំមានអារម្មណ៍ចម្លែកមួយដូចជាមានអ្វីមួយកំពុងព្រាមានខ្ញុំឲ្យត្រឡប់ក្រោយប៉ុន្តែភ្លៀងកាន់តែខ្លាំងហើយខ្ញុំក៏គ្មានជំរឿសផ្សេងទៀតដែរខ្ញុំបើកទ្វារផ្ទះសំណាក់ហើយដើរចូលទៅខាងក្នុងដោយមិនដឹងថាការសម្រេចចិត្តនោះនឹងក្លាយជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំនៅពេលខ្ញុំបើកទ្វារចូលទៅក្នុងផ្ទះសំណាក់សំឡេងកណ្ដឹងចាស់មួយក៏លាន់ឡើងស្រាលខាងក្នុងស្ងាត់ខ្លាំងរហូតខ្ញុំអាចឮសំឡេងភ្លៀងធ្លាក់នៅខាងក្រៅបានយ៉ាងច្បាស់មានតែអំពូលពណ៌លឿងមួយនៅពីលើតុទទួលភ្ញៀវដែលបញ្ចេញពន្លឺស្រអាប់ធ្វើឲ្យបរិយាកាសទាំងមូលមើលទៅកាន់តែចាស់និងអាប់អួរក្លិនឈើសើមលាយជាមួយធូលីចាស់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាទីនេះហាក់ដូចជាគ្មានអ្នកមកស្នាក់ជាយូរមកហើយខ្ញុំឈរសម្លឹងជុំវិញមួយសន្ទុះហើយស្រែកសួរថាមានអ្នកណានៅទេមិនមានសំឡេងឆ្លើយតបឡើយខ្ញុំស្រែកម្ដងទៀតទើបឮសំឡេងកកមួយចេញពីបន្ទប់ខាងក្រោយមិនយូរប៉ុន្មាន
បរោះចំណាស់ម្នាក់ក៏ដើរចេញមកយឺតគាត់មានសក់ស្កូវពេញក្បាលសម្បុរស្លេកស្លាំងហើយពាក់អាវចាស់មួយដែលមើលទៅហាក់ដូចជាប្រើអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំមិនស្រួលចិត្តគឺកែវភ្នែករបស់គាត់វាមើលទៅស្រពប់ស្រពោននិងហាក់ដូចជាកំពុងលាក់អ្វីមួយខ្ញុំប្រាប់គាត់ថាឡានរបស់ខ្ញុំបានខូចនៅកណ្ដាលផ្លូវហើយខ្ញុំចង់ជួលបន្ទប់ស្នាក់នៅតែមួយយប់ប៉ុណ្ណោះគាត់មិនឆ្លើយភ្លាមទេគាត់គ្រាន់តែសម្លឹងមកខ្ញុំមួយសន្ទុះមុននឹងសួរយឺតថាខ្ញុំមកតែម្នាក់ឯងមែនឬខ្ញុំក៏ឆ្លើយថាបាទខ្ញុំមកតែម្នាក់ឯងគាត់ដកដង្ហើមវែងមួយហើយនិយាយតិចថាល្អហើយខ្ញុំមិនយល់ថាហេតុអ្វីបានជាគាត់និយាយបែបនោះទេប៉ុន្តែក៏មិនបានសួរអ្វីបន្ថែមដែរគាត់បើកថតតុយកសៀវភៅចុះឈ្មោះភ្ញៀវមកដាក់នៅពីមុខខ្ញុំសរសេរឈ្មោះនិងព័ត៌មានរបស់ខ្ញុំរួចហើយក៏សង្កេតឃើញថានៅក្នុងសៀវភៅនោះមានឈ្មោះភ្ញៀវតែប៉ុន្មានអ្នកប៉ុណ្ណោះក្នុងរយៈពេលជាច្រើនខែកន្លងមកវាធ្វើឲ្យខ្ញុំចាប់ដើមឆ្ងល់ថាហេតុអ្វីផ្ទះសំណាក់នេះស្ងាត់ខ្លាំងបែបនេះបន្ទាប់មកបុរសចំណាស់ក៏យកសោមួយមកដាក់នៅលើតុវាជាសោលង្ហិនចាស់ដែលមានផ្លាកដៃតូចមួយព្យួរជាប់នៅលើផ្លាកនោះមានលេខ17ខ្ញុំសួរគាត់ថាតើនៅសល់តែបន្ទប់នេះមានឬគាត់ងក់ក្បាលហើយប្រាប់ថាបន្ទប់ផ្សេងមិនអាចប្រើបានទេទោះបីជាខ្ញុំមានអារម្មណ៍ចម្លែកក៏ដោយខ្ញុំក៏ទទួលយកសោនោះព្រោះខ្ញុំគ្មានជម្រើសផ្សេងទៀតនៅពេលខ្ញុំត្រៀមដើរឡើងចិនដើរបុរសចំណាស់ក៏ហៅខ្ញុំឲ្យឈប់ខ្ញុំងាកទៅមើលគាត់កំពុងសម្លឹងមកខ្ញុំដោយទឹកមុខធ្ងន់ធ្ងរគាត់និយាយថាបើយប់នេះឮសំឡេងគោះទ្វារមិនថាជាសំឡេងអ្នកណាក៏ដោយកុំបើកទ្វារឲ្យសោះខ្ញុំញញឹមហើយគិតថាប្រហែលជាភ្ញៀវផ្សេងច្រឡំបន្ទប់ប៉ុណ្ណោះប៉ុន្តែគាត់ក្រវីក្បាលហើយនិយាយមួយប្រយោគដែលខ្ញុំមិនអាចបំភ្លេចបានអ្នកដែលគោះទ្វារមិនមែនជាមនុស្សទេនិយាយចប់គាត់ក៏ដើរចូលទៅក្នុងបន្ទប់ខាងក្រោយបាត់ទៅដោយទុកឲ្យខ្ញុំឈរម្នាក់ឯងក្នុងភាពស្ងាត់ដ៏ចម្លែកខ្ញុំកាន់សោលេខ17នៅក្នុងដៃហើយចាប់ផ្ដើមដើរឡើងចិនដើរឈើចាស់ដែលលាន់សម្លេងគ្រុករាល់ពេលខ្ញុំបោះជំហានខ្ញុំមិនទាន់ដឹងទេថាការបើកទ្វារបន្ទប់លេខ17នោះនឹងធ្វើឲ្យខ្ញុំជួបរឿងដ៏រន្ធត់ដែលខ្ញុំមិនអាចបំភ្លេចបានពេញមួយជីវិតខ្ញុំដើរឡើងចិនដើរឈើយឺតខណៈដែលសំឡេងក្តារឈើលាន់ក្រឹករាល់ពេលខ្ញុំបោះជំហានរបៀងនៅជាន់ទី2វែងនិងស្ងាត់ខ្លាំងអំពូលចាស់ដែលព្យួរនៅលើពីដានបញ្ចេញពន្លឺស្រអាប់ធ្វើឲ្យស្រមោលរបស់ខ្ញុំអូសវែងតាមជញ្ជាំងនៅសងខាងរបៀងមានទ្វារបន្ទប់ជាច្រើនប៉ុន្តែទ្វារទាំងនោះបិទជិតហើយគ្រប់បន្ទប់សុទ្ធតែងងឹតសូន្យខ្ញុំមិនឮសូម្បីតែសំឡេងទូរទស្សន៍សំឡេងមនុស្សនិយាយឬសំឡេងដើររបស់ភ្ញៀវដទៃឡើយខ្ញុំដើរទៅដល់ជុងរបៀងទើបឃើញទ្វារមួយដែលមានផ្លាកលេខ17ព្យួរនៅខាងមុខផ្លាកដែកនោះចាស់ស្ទើរច្រេះហើយលេខ17ត្រូវបានគូពណ៌ក្រហមចាស់ដែលមើលទៅហាក់ដូចជាថ្មីជាងផ្លាកខ្លួនវាខ្ញុំមិនដឹងថាហេតុអីទេប៉ុន្តែពេលឃើញលេខនោះខ្ញុំមានអារម្មណ៍ថាបេះដូងលូតញាប់ជាងមុនបន្តិចខ្ញុំដកដង្ហើមវែងមួយមុននឹងយកសោទៅដាក់ក្នុងរន្ធសោវិលយឺតហើយទ្វារក៏បើកដោយបន្លឺសំឡេងខ្យល់ត្រជាក់មួយបានបក់ចេញពីក្នុងបន្ទប់មកប៉ះមុខខ្ញុំទោះបីជាបង្អួចទាំងអស់បិទជិតក៏ដោយខ្ញុំបើកភ្លើងហើយចាប់ផ្ដើមសម្លឹងមើលជុំវិញបន្ទប់មិនធំទេប៉ុន្តែស្អាតល្មមនៅកណ្ដាលមានគ្រែឈើមួយដែលរៀបចំភួយពណ៌សយ៉ាងស្អាតក្បែរគ្រែមានតុតូចមួយ
និងចង្គៀងដាក់លើតុនៅជ្រុងម្ខាងមានទូខោអាវចាស់មួយខណៈជញ្ជាំងខាងមុខមានកញ្ចក់ធំមួយដែលឆ្លុះរូបបន្ទប់ទាំងមូលបើមើលត្រឹមនេះវាមិនមានអ្វីខុសប្រក្រតីឡើយដោយសារតែខោអាវសើមជោគខ្ញុំក៏ងូតទឹកហើយផ្លាស់សម្លៀកបំពាក់ថ្មីទឹកនៅក្នុងបន្ទប់ទឹកត្រជាក់ខ្លាំងប៉ុន្តែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់បន្តិចបន្ទាប់ពីដើរកាត់ភ្លៀងអស់ជិតកន្លះម៉ោងបន្ទាប់ពីរៀបចំអីវ៉ាន់រួចខ្ញុំក៏អង្គុយលើគ្រែហើយលើកទូរស័ព្ទមកមើលនៅតែគ្មានសេវាដដែលខ្ញុំគិតថាប្រហែលជាព្រឹកឡើងទើបមានសញ្ញាវិញខ្ញុំបិទភ្លើងទុកតែចង្គៀងតូចក្បែរគ្រែហើយដេកសម្រាកនៅខាងក្រោយភ្លៀងនៅតែធ្លាក់មិនឈប់សំឡេងខ្យល់បក់ប៉ះមែកឈើនិងដំបូលផ្ទះសំណាក់ធ្វើឲ្យបរិយាកាសកាន់តែស្ងប់ស្ងាត់និងចម្លែកមិនយូរបន្តិចនៅខ្ញុំក៏លងលុកដោយសារអស់កម្លាំងពីការធ្វើដំណើរពេញមួយថ្ងៃខ្ញុំមិនដឹងថាខ្លួនឯងគេងបានប៉ុន្មានម៉ោងទេរហូតដល់សំឡេងមួយបានធ្វើឲ្យខ្ញុំភ្ញាក់ឡើងដំបូងខ្ញុំគិតថាវាជាសំឡេងភ្លៀងធ្លាក់លើដំបូលប៉ុន្តែពេលខ្ញុំស្ដាប់ឲ្យច្បាស់វាមិនមែនទេវាជាសំឡេងគោះទ្វារតក់តក់តក់សំឡេងនោះមិនខ្លាំងទេប៉ុន្តែវាគោះយឺតៗនិងមានចង្វាក់ដូចជាមាននរណាម្នាក់កំពុងឈររង់ចាំនៅខាងក្រោយខ្ញុំលូកដៃទៅយកទូរស័ព្ទដែលដាក់ក្បែរខ្នើយហើយបើកមើលម៉ោងអ៊ីក្រង់បង្ហាញម៉ោង 2:17 ទីភ្លឺខ្ញុំនឹកឃើញពាក្យរបស់បុរសចំណាស់នៅជាន់ក្រោមដែលបានប្រាប់ខ្ញុំមុនឡើងមកបន្ទប់បើយប់នេះឮសំឡេងគោះទ្វារមិនថាជាសំឡេងអ្នកណាក៏ដោយកុំបើកទ្វារឲ្យសោះនៅពេលនោះខ្ញុំចាប់ផ្ដើមស្ទាក់ស្ទើរមួយផ្នែកក្នុងចិត្តប្រាប់ឲ្យខ្ញុំមិនខ្វល់ហើយបន្តគេងទៅប៉ុន្តែមួយផ្នែកទៀតវិញកំពុងឆ្ងល់ថាតើអ្នកណាមកគោះទ្វារបន្ទប់ខ្ញុំទាំងកណ្ដាលអាត្រៀតបែបនេះខ្ញុំអង្គុយស្ងៀមស្ដាប់មួយសន្ទុះដោយសង្ឃឹមថាសំឡេងនោះនឹងបាត់ទៅវិញប៉ុន្តែផ្ទុយទៅវិញសំឡេងគោះទ្វារកាន់តែច្បាស់និងកាន់តែជិតជាងមុនហាក់ដូចជាអ្នកនៅខាងក្រៅចាប់ផ្ដើមអស់ការអត់ធ្មត់ខ្ញុំអង្គុយស្ងៀមនៅលើគ្រែដោយមិនហ៊ានធ្វើសូម្បីតែសំឡេងដកដង្ហើមខ្លាំងសំឡេងគោះទ្វារនៅតែបន្តឮជាប្រចាំហាក់ដូចជាអ្នកដែលឈរនៅខាងក្រៅដឹងថាខ្ញុំបានភ្ញាក់រួចហើយខ្ញុំសម្លឹងទៅទ្វារដោយមិនព្រិចភ្នែកខណៈដែលក្នុងចិត្តកំពុងតែប្រយុទ្ធគ្នារវាងការចង់ដឹងនិងការភ័យខ្លាចខ្ញុំប្រាប់ខ្លួនឯងថាប្រហែលជាមានភ្ញៀវណាម្នាក់ច្រឡំបន្ទប់ឬប្រហែលជាបុរសចំណាស់នៅជាន់ក្រោមមានការអ្វីចង់ប្រាប់ខ្ញុំប៉ុន្តែពាក្យដែលគាត់បានប្រមានមុនឡើងមកបន្ទប់នៅតែដោកជាប់ក្នុងក្បាលរបស់ខ្ញុំសំឡេងគោះទ្វារក៏ស្ងាត់ទៅមួយភ្លែតខ្ញុំគិតថាអ្នកនៅខាងក្រៅប្រហែលជាបានដើរចេញទៅហើយទើបខ្ញុំដកដង្ហើមធូរស្រាលបន្តិចតែមិនទាន់បានប៉ុន្មានវិនាទីផងសំឡេងនោះក៏លាន់ឡើងម្ដងទៀតលើកនេះវាខ្លាំងជាងមុនហើយមិនមែនគ្រាន់តែជាការគោះធម្មតាទេវាដូចជាមាននរណាម្នាក់យកម្រាមដៃកោសលើទ្វារឈើយឺតបង្កើតសំឡេងគួរឲ្យព្រឺសម្បុរដែលធ្វើឲ្យរួមនៅលើដៃខ្ញុំបាសឈូព្រមគ្នាខ្ញុំបន្តស្ដាប់ដោយមិនហ៊ានក្រោកពីគ្រែភ្លាមនោះខ្ញុំក៏ឮសំឡេងស្រាលមួយលាន់ចេញពីខាងក្រៅវាជាសំឡេងនារីដែលស្ដាប់ទៅហាក់ដូចជាកំពុងអស់កម្លាំងនិងពោពេញដោយការឈឺចាប់ជួយខ្ញុំផងសំឡេងនោះស្រាលខ្លាំងរហូតខ្ញុំមិនប្រកាសថាខ្លួនឯងកំពុងស្រមៃ
ឬក៏បានឮពិតមែនខ្ញុំកាន់តែស្ដាប់ឲ្យច្បាស់ហើយមិនយូរប៉ុន្មានសំឡេងនោះក៏លាន់ម្ដងទៀតសូមបើកទ្វារខ្ញុំត្រជាក់ណាស់ពេលនោះបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ខ្លាំងបើជាមនុស្សពិតខ្ញុំមិនអាចទុកឲ្យគេឈរនៅខាងក្រៅក្នុងភ្លៀងបែបនេះបានទេតែបើនឹកដល់ការព្រមានរបស់ម្ចាស់ផ្ទះសំណាក់ខ្ញុំក៏មិនហ៊ានបើកទ្វារដែរខ្ញុំក្រោកពីលើគ្រែយឺតហើយដើរទៅជិតទ្វារដោយប្រុងប្រយ័ត្នជំហាននីមួយរបស់ខ្ញុំស្រាលបំផុតព្រោះខ្ញុំមិនចង់ឲ្យអ្នកនៅខាងក្រៅដឹងថាខ្ញុំកំពុងមកជិតទ្វារនៅពេលខ្ញុំឈរដល់មុខទ្វារខ្ញុំក៏ផ្អៀងត្រចៀកស្ដាប់ខាងក្រៅស្ងាត់ជាងមុនមិនមានសំឡេងភ្លៀងមិនមានសំឡេងខ្យល់ហាក់ដូចជាពិភពលោកទាំងមូលបានឈប់ដំណើរការមួយរំពេចខ្ញុំក្រឡេកមើលទៅកោបទ្វារដែលមានចន្លោះតូចមួយអាចឲ្យពន្លឺឆ្លងកាត់បានដំបូងខ្ញុំមិនឃើញអ្វីទេប៉ុន្តែបន្ទាប់មកខ្ញុំស្រាប់តែឃើញស្រមោលមួយលេចឡើងយឺតខ្ញុំគិតថាវាជាជើងរបស់អ្នកដែលឈរនៅខាងក្រោយប៉ុន្តែកាន់តែមើលខ្ញុំកាន់តែមានអារម្មណ៍ចម្លែកស្រមោលនោះមិនដូចជាមនុស្សឈរធម្មតាទេវាហាក់ដូចជាមានតែជើងមួយខាងប៉ុណ្ណោះខណៈជើងមួយខាងទៀតមិនឃើញសោះខ្ញុំខំព្រិចភ្នែកមើលម្ដងហើយម្ដងទៀតប៉ុន្តែស្រមោលនោះនៅតែដដែលមិនទាន់ទាំងបានគិតថាវាជាអ្វីផងស្រាប់តែសំឡេងនារីនោះលាន់ឡើងម្ដងទៀតលើកនេះវាមិនស្ដាប់ទៅដូចការសុំជំនួយទៀតទេប៉ុន្តែវាស្ដាប់ទៅដូចជាមនុស្សដែលកំពុងខឹងនិងអស់សង្ឃឹមហេតុអីអ្នកមិនបើកទ្វារសំឡេងនោះបន្លឺឡើងយឺតហើយបន្តដោយពាក្យមួយប្រយោគដែលធ្វើឲ្យឈាមក្នុងខ្លួនខ្ញុំត្រជាក់ស្ទើរកក់ពួកគេទាំងអស់ក៏មិនបើកដែរភ្លាមនោះសំឡេងគោះទ្វារក៏ឈប់ទាំងស្រុងខ្ញុំឈរស្ងៀមមិនហ៊ានកម្រើកខ្ញុំមានអារម្មណ៍ថាអ្នកនៅខាងក្រៅនៅតែឈរនៅទីនោះហើយកំពុងសម្លឹងមកខ្ញុំតាមរយៈទ្វារឈើមួយនេះបន្ទាប់ពីប្រហែល1នាទីដែលហាក់ដូចជាវែងជាង1ម៉ោងខ្ញុំក៏ប្រមូលភាពក្លាហានហើយសម្រេចចិត្តមើលតាមរូនភ្នែកទ្វារដើម្បីដឹងថាតើអ្នកដែលឈរនៅខាងក្រៅនោះជានរណាខ្ញុំដកដង្ហើមវែងមួយមុននឹងយកភ្នែកទៅផ្អឹបនឹងរូនតូចនោះដោយមិនដឹងថាអ្វីដែលខ្ញុំហ៊ាននឹងឃើញនឹងតាមលំខ្ញុំអស់មួយជីវិតខ្ញុំដកដង្ហើមវែងមួយមុននឹងយកភ្នែកទៅផ្អឹបនឹងរុនតូចនៅកណ្ដាលទ្វារដំបូងខ្ញុំមើលមិនឃើញអ្វីទាំងអស់ច្រករបៀងនៅខាងក្រៅងងឹតហើយមានតែពន្លឺស្រអាប់ពីអំពូលចាស់មួយនៅចុងរបៀងប៉ុណ្ណោះខ្ញុំខិតមុខទៅជិតបន្តិចដើម្បីព្យាយាមសម្លឹងឲ្យបានច្បាស់ជាងមួយអ្វីដែលខ្ញុំឃើញនៅពេលនោះគឺច្រករបៀងទទេស្អាតគ្មានមនុស្សឈរនៅមុខបន្ទប់របស់ខ្ញុំឡើយខ្ញុំមិនយល់ថាហេតុអ្វីបានជាសំឡេងគោះទ្វារនិងសំឡេងនារីដែលខ្ញុំទើបតែឮបាត់ទៅដោយគ្មានស្លាកស្នាមបែបនេះខ្ញុំមើលទៅឆ្វេងមើលទៅស្ដាំប៉ុន្តែនៅតែគ្មានអ្វីទាំងអស់នៅទីបំផុតខ្ញុំក៏ដកខ្លួនចេញពីរុនមើលហើយដកដង្ហើមធូរស្រាលដោយគិតថាប្រហែលជាខ្ញុំគីមិនគ្រប់ឬអស់កម្លាំងខ្លាំងពេករហូតធ្វើឲ្យខ្ញុំស្រមៃរឿងទាំងនោះឡើងប៉ុន្តែខ្ញុំមិនទាន់បានបោះជំហានថយក្រោយផងស្រាប់តែមានសំឡេងមួយលួនឡើងពីក្រោយខ្នងខ្ញុំកុំបើកទ្វារសំឡេងនោះស្រាលខ្លាំងប៉ុន្តែច្បាស់រហូតខ្ញុំស្គាល់ថាវាជាសំឡេងរបស់នារីខ្ញុំបែរខ្លួនវិញយ៉ាងលឿនប៉ុន្តែនៅក្នុងបន្ទប់មានតែខ្ញុំម្នាក់ប៉ុណ្ណោះចង្កៀងតូចក្បែរក្រែនៅតែបញ្ចេញពន្លឺស្រអាប់ហើយកញ្ចក់ធំនៅជ្រុងបន្ទប់កំពុងឆ្លុះរូបខ្ញុំដែលឈរម្នាក់ឯងខ្ញុំសម្លឹងទៅកញ្ចក់មួយសន្ទុះដំបូងវាមើលទៅធម្មតាប៉ុន្តែពេលខ្ញុំហៀបនឹងងាកចេញខ្ញុំស្រាប់តែសង្កេតឃើញថាមានអាប់ស្រាលកំពុងលិចឡើងលើផ្ទៃកញ្ចក់ទាំងដែលក្នុងបន្ទប់មិនមានចំហាយទឹកសោះអាប់នោះកាន់តែក្រាស់ឡើងហើយបន្តិចម្ដងវាក៏ចាប់ផ្ដើមបង្កើតជាអក្សរដូចជាមាននរណាម្នាក់កំពុងសរសេរវាដោយម្រាមដៃពីខាងក្នុងកញ្ចក់
ខ្ញុំឈរសម្លឹងដោយមិនហ៊ានព្រិចភ្នែកអក្សរទី1លេចឡើងយឺតបន្ទាប់មកអក្សរទី2ហើយមិនដល់1នាទីផងពាក្យមួយក៏លេចឡើងពេញលើផ្ទៃកញ្ចក់ជួយខ្ញុំផងខ្ញុំមានអារម្មណ៍ថាឈាមក្នុងខ្លួនត្រជាក់ស្ទើរតែកកខ្ញុំប្រញាប់យកកន្សែងដែលដាក់លើតុទៅជូតកញ្ចក់អក្សរនោះក៏បាត់ទៅភ្លាមខ្ញុំដកដង្ហើមវែងហើយព្យាយាមប្រាប់ខ្លួនឯងថាវាប្រហែលជាចំហាយទឹកធម្មតាដែលធ្វើឲ្យខ្ញុំស្រមៃទៅជាអក្សរតែពេលខ្ញុំដាក់កន្សែងចុះវិញខ្ញុំក៏ស្រាប់តែឃើញអក្សរថ្មីលេចឡើងម្ដងទៀតលើកនេះវាមិនលេចឡើងយឺតដូចមុនទេវាបង្ហាញឡើងយ៉ាងឆាប់រហ័សដូចជាមាននរណាម្នាក់កំពុងសរសេរវាពីម្ខាងទៀតនៃកញ្ចក់ខ្ញុំសម្លឹងមិនដាក់ភ្នែកបេះដូងលោតញាប់រហូតខ្ញុំអាចឮសំឡេងវានៅក្នុងត្រចៀកមួយសន្ទុះក្រោយមកពាក្យនោះក៏លេចឡើងពេញលើយគាត់នៅខាងក្រៅខ្ញុំងាកទៅមើលទ្វារយ៉ាងលឿនទ្វារនៅតែបិទជិតដដែលប៉ុន្តែនៅពេលនោះខ្ញុំស្រាប់តែឮសំឡេងអ្វីមួយនៅចុងរបៀងវាមិនមែនជាសំឡេងគោះទ្វារទៀតទេប៉ុន្តែវាដូចជាសំឡេងជើងរបស់មនុស្សម្នាក់ដែលកំពុងដើរយឺតលើកម្រាលឈើចាស់សំឡេងនោះកាន់តែជិតមកមួយជំហានពីរជំហាន3ជំហានហើយវាបានឈប់ត្រឹមមុខបន្ទប់លេខ17របស់ខ្ញុំក្នុងភាពស្ងាត់នោះខ្ញុំអាចឮសូម្បីតែសំឡេងដកដង្ហើមរបស់អ្នកដែលកំពុងឈរនៅខាងក្រៅប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ័យជាងគេគឺខ្ញុំមិនដឹងថាអ្នកដែលកំពុងឈរនៅទីនោះជាមនុស្សឬជាអ្វីផ្សេងទៀតរឿងនេះក៏បានបញ្ចប់ត្រឹមភាគនេះសិនប្រសិនបើអ្នកចូលចិត្តរឿងបែបនេះសូមកុំភ្លេចចុច like Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីគាំទ្រ Channel នីតិននិងទទួលបានរឿងខ្មោចរឿងពិតនិងរឿងអាថ៌កំបាំងថ្មីជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការស្ដាប់សង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូនេះប៉ុន្តែមុននឹងបិទវីដេអូសូមក្រឡេកមើលទៅក្រោយខ្នងរបស់អ្នកមួយផ្លែតតើអ្នកប្រកាសទេថាអ្នកកំពុងស្ដាប់រឿងនេះតែម្នាក់ឯងខ្ញុំនិយាយលេងទេសូមអរគុណអ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅភាគបន្ត